ទិន្នន័យបឋមពីក្រុមហ៊ុនវិភាគ Kepler និង Voltisa ដែលបានតាមដានការដឹកជញ្ជូនប្រេងពីប្រទេសរុស្ស៊ីទៅកាន់កំពង់ផែនានានៅប្រទេសចិនបង្ហាញថាការនាំចូលប្រេងឆៅរុស្ស៊ីពីសំណាក់មហាយៈចិនត្រូវបានព្យាករណ៍ថាឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររហូតដល់ទៅប្រមាណជាង 2.08 លានបារ៉ែលក្នុងមួយថ្ងៃនៅខែកុម្ភៈឆ្នាំ 2026 នេះខណៈដែលបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនសម្រុកទិញប្រេងឆៅរបស់រុស្ស៊ីដែលលក់បញ្ចុះតម្លៃច្រើនក្រោយការទិញរបស់ឥណ្ឌាធ្លាក់ចុះខ្លាំងទិន្នន័យដដែលបង្ហាញថាចំនួននេះគឺកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងប្រេងឆៅដែលចិនទិញពីរុស្ស៊ីប្រមាណ 1.7 លានបារ៉ែលក្នុងមួយថ្ងៃកាលពីអំឡុងខែមករាការកើនឡើងយ៉ាងគំហុកនៃការទិញប្រេងរុស្ស៊ីពីសំណាក់មហាយៈចិននេះកើតមានឡើងនៅពេលដែលប្រទេសឥណ្ឌាកាត់បន្ថយការនាំចូលប្រេងឆៅរុស្ស៊ីរហូតដល់ទៅ 40% ដែលមួយផ្នែកដោយសារនៃសម្ពាធរបស់លោកខាងលិចជាពិសេសក្រោយពេលត្រូវថ្មរបស់លោកដូណាល់ត្រាំដែលធ្វើឲ្យប្រទេសចិនក្លាយជាអ្នកទិញប្រេងឆៅរុស្ស៊ីដ៏ធំបំផុតដោយសារតែប្រេងឆៅរបស់រុស្ស៊ីកំពុងលក់បញ្ចុះតម្លៃច្រើនបណ្ដាក្រុមហ៊ុនចិនកំពុងសម្រុកទិញចូលប្រេងឆៅរុស្ស៊ីជាជាងទិញពីប្រទេសផ្សេងៗទៀតជាហេតុនាំឲ្យការនាំចូលប្រេងឆៅរុស្ស៊ីឈានដល់កម្រិតកំណត់ត្រានៅខែនេះ